5 មូលហេតុដែលធ្វើឲ្យមានការឡើងជាតិលឿងចំពោះទារកដែលទើបនឹងសម្រាលទី1គឺកត្តាថ្លើមរបស់ទារកមិនទាន់ពេញលេញគ្រប់គ្រាន់នេះជាកត្តាដែលធំបំផុតហើយជាកត្តាធម្មជាតិចឹងអាចឡើងលឿងហើយលឿងខ្លះគ្រប់គ្រងបានដោយគ្រាន់តែហាលថ្ងៃមុនម៉ោង 8 ព្រឹកអាចថា30 នាទីទៅ45 នាទីឬក៏1 ម៉ោងមួយថ្ងៃម្ដងឬក៏2 ដងចឹងមកប៉ុន្តែករណីដែលគាត់អាចឡើងជាតិលឿងដែលគេវាស់ដោយម៉ាស៊ីនគេហៅថា TCB ហ្នឹងដែលគិតជាមីលីក្រាមដេស៊ីលីត្រឬក៏គិតជាមីក្រូម៉ូលលីត្រហ្នឹងបើសិនជាចំនួនមួយដែលគាត់ឡើងដល់កម្រិតថាទល់នឹងព្រំដែនដែលគេគិតថាអាចបង្កឲ្យមានឡើងជាតិលឿងខ្លាំងដែលធ្វើឲ្យប៉ះពាល់ដល់ខួរក្បាលហ្នឹងគឺគេគ្រូពេទ្យកុមារតម្រូវឲ្យការដាក់ពន្លឺគេហៅថា phototherapy បាទកត្តាទី2គឺកត្តាដែលតកតងជាមួយនឹងការបំបៅដោះចឹងកាលណាបំបៅដោះពីម្ដាយទៅកូនអត់គ្រប់គ្រាន់ក៏ធ្វើឲ្យមានការឡើងជាតិលឿងដែរបាទទី3គឺកត្តាដែលគ្រប់ឈាមរបស់ម្ដាយជាមួយនឹងទារកខុសគ្នាបាទឧទាហរណ៍ម្ដាយដកកូនមកបោកគឺអាចធ្វើឲ្យបែកក្របឈាមក្រហមធ្វើឲ្យឡើងលឿងបានកត្តាទី4គឺជាកត្តាដែលតកតងនឹងការដែលសម្រាលមានបញ្ហាប៉ោងស្បែកក្បាលបាទប៉ោងស្បែកក្បាលធ្វើឲ្យមានការបែកក្របឈាមក្រហមទូទៅនៅលើស្បែកក្បាលហ្នឹងអាហ្នឹងក៏ធ្វើឲ្យមានការបែកក្របឈាមក្រហមធ្វើឲ្យឡើងលឿងដែរបាទកត្តាទី5ដែលជាកត្តាមានការបង្ករោគនៅក្នុងឈាមគេហៅថា sepsis ឬក៏ infection ហ្នឹងឬក៏យើងជួសកែងជើងទៅឃើញមានជំងឺ G6PD បាទ G6PD ដែលយើងតែងតែថា allergy ជាមួយនឹងស្ដែកហ្នឹងណាបាទមិនត្រឹមតែ allergy ជាមួយស្ដែកទេ allergy ជាមួយនឹងថ្នាំសម្រាប់កាឡាតអីដាក់ក្នុងទូកៅអៅហ្នឹងហើយទីដែលមួយទៀតគឺ allergy ជាមួយនឹងថ្នាំសះមួយប្រភេទតែថ្នាំសះដែល3 4 5មុខហ្នឹងគឺជាថ្នាំសះដែលចំនួនមុនថ្នាំសះចំនួនថ្មីដូចជាមិនមានរៀបរាប់ហើយមានប៉ះពាល់ទេបាទអញ្ចឹងនេះជា5មូលហេតុកត្តាធំដែលធ្វើឲ្យការកើតលឿងចំពោះទារកតែភាគច្រើនធំបំផុតហ្នឹងគឺជាកត្តាធម្មជាតិដែលជាកត្តាទី1នេះតកតងជាមួយនឹងថ្លើមដែលទារកចេញមកពីម្ដាយមកគាត់មិនទាន់ពេញលេញគ្រប់គ្រាន់ដូចជាមនុស្សធំកុមារធំបាទខ្ញុំដុកទ័រលីបទពិសោធន៍19ឆ្នាំផ្នែកទារកកុមារនិងវះកាត់កុមារបើសិនជាលោកអ្នកមានសំណួរនិងចម្ងល់អាច comment សួរខ្ញុំនឹងឆ្លើយទៅតាមអ្វីដែលខ្ញុំអាចឆ្លើយតបបានអញ្ចឹងសូមតាមដានភាពបន្តចឹងអាចជួយ subscribe like share ម្នាក់មួយមកបាទអរគុណច្រើន